nhóm phải CapCut use ឆ្នាំមិនប៉ុន្តែខ្ញុំបាត់ដែរចាប់អារម្មណ៍ជាមួយនឹងមុខងារ AI Video Maker នៅលើនឹងសោះហើយថ្ងៃនេះខ្ញុំបានធ្វើការសាកប្រើខ្ញុំទទួលបានជាមួយនឹងលទ្ធផលមួយដែលល្អខ្លាំងមែនទែនហើយខ្ញុំត្រូវអត់បានខ្ញុំត្រូវតែចែកម្លែកឲ្យទៅកាន់បងប្អូនអ្នកគ្នាបានដឹងហើយបានសាកដូចគ្នាសំខាន់យើងគ្រាន់តែសរសេរតែបន្តិចទៅគឺវាបង្កើតវីដេអូយើងមកស្អាតតែម្ដងអញ្ចឹងបើសិនជាអត់ទាន់បានដឹងទេហើយចង់មើលអំពីរបៀបធ្វើតោះយើងចូលទៅកាន់វីដេអូរបស់យើងទាំងអស់គ្នាអូខេអញ្ចឹងដំបូងគឺយើងបើកចូលមកក្នុងកម្មវិធី CapCut របស់យើងមកបន្ទាប់មកទៀតអ្នកនរនេះនឹងឃើញពាក្យនៅលើគេហ្មងគឺ AI Video Maker នៅលើហ្នឹងយើងចុចចូលអញ្ចឹងពេលដែលចុចចូលវានឹងចេញផ្ទាំងមួយថ្មីពណ៌រាងសអញ្ចឹងណាមើលទៅវាប្លែកតិចអញ្ចឹងនៅខាងលើនេះយើងគ្រាន់តែបញ្ចូល idea របស់យើងឯង idea ទៀតថាឥឡូវខ្ញុំចង់ឲ្យវាធ្វើបែប cinematic video running motivation អញ្ចឹងខ្ញុំចង់បានប៉ុណ្ណឹង style យើងអាចរើសបានយើងចង់បានជាប្រភេទរឿងជាប្រភេទ film ជាប្រភេទ cartoon ជាប្រភេទអីហ្នឹងគឺយើងអាចធ្វើបានទាំងអស់បន្តមកទៀតឥឡូវខ្ញុំអត់ចង់បានទេខ្ញុំចង់ឲ្យវាគិតតាមការគិតរបស់វាទៅសំឡេងយើងអាចរើសសំឡេងមនុស្សស្រីមនុស្សផុសតុក្កតាអីយើងអាចចង់យកមួយណាក៏បានដែរឥឡូវខ្ញុំចង់យកសំឡេងមួយនេះចុះអូខេ duration ខ្ញុំយកតែ1នាទីទេកុំឲ្យវែងពេក aspect ratio ខ្ញុំអាចយកឈរក៏បានខ្ញុំអាចយកផ្ដេកក៏បានអញ្ចឹងឥឡូវខ្ញុំយកផ្ដេកអូខេបន្តមកទៀតខ្ញុំចុចពាក្យថា create អញ្ចឹងឥឡូវគឺវាចាប់ដើមបង្កើតវីដេអូហើយដំបូងគឺវាធ្វើការបង្កើត script សិនបន្ទាប់មកទៀតវាធ្វើការ develop script មកហើយវាទៅជាវីដេអូបន្ទាប់ពីចេញជាវីដេអូហើយវាធ្វើការបង្កើតទៅជា scene មួយហើយវាកាត់ឲ្យយើងមកស្អាតតែម្ដងអញ្ចឹងឥឡូវយើងរងចាំសិនព្រោះឲ្យវាត្រូវការយើងចាំប្រហែលជាចន្លោះពី3ទៅ5នាទីទៅតាមប្រភេទវីដេអូជាក់ស្ដែងដែរអញ្ចឹងមកតាមខ្ញុំទេប្រហែលជាប៉ុណ្ណឹងឥឡូវយើងរងចាំមក play សិនអូខេឥឡូវនេះគឺវាបង្កើតហើយអញ្ចឹងនេះគឺជានៅប្លុកកណ្ដាលអ្នកនរឃើញនៅលើ screen ហ្នឹងគឺជាពីម៉ាស៊ីនទៅម៉ាស៊ីនពីវិនាទីណាដល់វិនាទីណាគឺវាធ្វើការដាក់ឲ្យយើងឃើញនៅលើហ្នឹងតែម្ដងហើយនៅខាងស្ដាំនេះគឺជាវីដេអូដែលយើងទទួលបានហើយឥឡូវយើងអាចធ្វើការ play សាកមើលទាំងអស់គ្នា There's only this moment and the next moment. Every one of those moments is a test that you get to take one time. Tear into it. If you get a shot at victory, seize that moment. That moment is a crossroads. You will collide with everything standing in your way. You got momentum at your back, thundering straight at you. You can count on it in any given moment. The clock is ticking. អញ្ចឹងឯងអត់យើងទទួលបានវីដេអូមួយហ្មងហើយក្នុងករណីយើងចង់លុប scene យើងអាចលុបកន្លែងនេះបានទេខ្ញុំចង់លុប voice over ខ្ញុំចង់លុប scene ខ្ញុំចង់ធ្វើការ edit បន្ថែមបន្ថយឬក៏ដូរអីយើងអាចធ្វើនឹងបានទាំងអស់តែម្ដងអញ្ចឹងនិយាយថាខ្ញុំចង់លុបយើងរើសទៅតាមហ្នឹងទៅអូខេបន្ទាប់ពីហើយបើសិនជាយើងពេញចិត្តយើងមានកន្លែងណាផ្លាស់ប្ដូរទេយើងចុច export មកយើងអាចរើស quality យើងអាចរើសទៅលើ format resolution 18 frame rate 30 frame អញ្ចឹងទៅ export បាច់យើងទទួលបានវីដេអូមួយយកទៅប្រើប្រាស់ប្រយ័ត្នខ្ញុំដឹងថាវាអាចជំនួសទៅលើវីដេអូយើងថតទេប៉ុន្តែវាគឺជាមុខងារមួយដែលយើងគួរតែសាកប្រើឲ្យបានដូចគ្នាជាពិសេសសម្រាប់អ្នកដែលគាត់ចង់តាមដានអំពី AI អីសាកនេះទៅអញ្ចឹងឥឡូវវីដេអូយើងគឺ export រួចរាល់ហើយសួរថាវាល្អអត់គឺវាល្អសម្រាប់ខ្ញុំផ្ទាល់គឺវាល្អមានន័យថាយើងបង់លុយយើងប្រើឲ្យអស់ពីសមត្ថភាពហើយខ្ញុំចង់បញ្ជាក់ដែរ account ខ្ញុំតេស្តនេះគឺជា account pro ហើយខ្ញុំជឿថាមុខងារនេះប្រហែលជាអត់មាននៅលើ account ដែលអត់គិតថ្លៃទេប៉ុន្តែបើវាមានក៏វាល្អដូចគ្នាអញ្ចឹងបើសិនជាប្រើហើយកុំភ្លេចតេស្តទៅលើកន្លែងហ្នឹងផងវាមានប្រយោជន៍ខ្ញុំនឹងព្យាយាមចែកម្លែកអីដែលមានប្រយោជន៍បន្ថែមទៀតអញ្ចឹងកុំភ្លេចចុច like share វីដេអូនេះហើយ follow page ឬក៏ subscribe YouTube channel ម្នាក់មួយបើសិនជាចង់បានដឹងអីទៀតអំពី CapCut ឬក៏កម្មវិធីផ្សេងប្រាប់ខ្ញុំក្នុងប្រអប់ comment ខ្ញុំនឹងធ្វើជូនទៅកាន់អ្នកនរគ្នាមួយវិញទៀតយើងចូលមកដល់ពិធីបុណ្យអុំទូកអីអញ្ចឹងទៅដើរលេងនរណាអីសូមប្រយ័ត្នប្រយែងធ្វើដំណើរដោយសុខសុវត្ថិភាពហើយយើងជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ